ចាំពេលមានភាពតានតឹងរវាងឥណ្ឌាប៉ាគីស្ថានហើយរួមទាំងប្រទេសចិនផងទៀតនោះឥណ្ឌាបានធ្វើការសម្រេចចិត្តដ៏ធំមួយឥណ្ឌាបានធ្វើការចំណាយទឹកប្រាក់រហូតជាង$7,000 លានដើម្បីផលិតយន្តហោះចម្បាំងក្នុងប្រទេសផ្ទាល់ខ្លួនតែម្ដងតើវាមានន័យយ៉ាងដូចម្ដេចកាលពីថ្ងៃទី25ខែកញ្ញាឆ្នាំ2025ឥណ្ឌាបានចុះហត្ថលេខាលើកិច្ចសន្យាតម្លៃ$7,000 លានជាមួយនឹងក្រុមហ៊ុន HAL ហើយពួកគេសន្យាក្នុងការផលិតយន្តហោះចម្បាំង Tejas Mk1A ចំនួន97ដែលជាផលិតផលក្នុងស្រុករបស់ឥណ្ឌាតែម្ដងតើហេតុអ្វីបានជាឥណ្ឌាត្រូវការផលិតយន្តហោះនៅក្នុងស្រុកឥណ្ឌាកំពុងបិទផ្លូវទៅកាន់ការប្រើប្រាស់នៅយន្តហោះចាស់ៗរបស់ខ្លួន MiG-21 ដែលជាយន្តហោះចម្បាំងចាស់សោតពីសម័យសូវៀតពួកវាបានបម្រើការងារជាងពាក់កណ្ដាលសតវត្សមកហើយឥឡូវនេះវានៅសល់ត្រឹមតែ29គ្រឿងប៉ុណ្ណោះដូច្នេះការជំនួសដោយយន្តហោះថ្មី Tejas គឺជាជំហានដ៏សំខាន់មួយក្នុងការធ្វើទំនើបកម្មកងទ័ពអាកាសរបស់ប្រទេសឥណ្ឌាបើយោងទៅតាមអ្នកជំនាញលំហអាកាសលោក Angad Singh បាននិយាយថាពេលណាដែលគេមានផែនការចូលនិវត្តន៍ MiG តាំងពីឆ្នាំ1990មកម្លេះប៉ុន្តែដោយសារតែមានភាពតានតឹងជាប់បញ្ហាសេដ្ឋកិច្ចឥណ្ឌាត្រូវបានបន្តប្រើវារហូតមកដល់ពេលបច្ចុប្បន្នហើយឥឡូវនេះជាពេលដើម្បីផ្លាស់ប្ដូរនៅជំហានថ្មីរបស់ប្រទេសឥណ្ឌាយុទ្ធសាស្ត្រ Make in India មិនមែនជាការទិញយន្តហោះប៉ុណ្ណោះនោះទេវាជាគម្រោងដ៏សំខាន់នៃក្នុងគម្រោងអភិវឌ្ឍរបស់ប្រទេសឥណ្ឌារបស់លោកនាយករដ្ឋមន្ត្រីម៉ូឌីគោលបំណងសំខាន់គឺបង្កើនការងារការកាត់បន្ថយការពឹងផ្អែកលើបរទេសនិងចង់បង្ហាញពិភពលោកឲ្យឃើញថាឥណ្ឌាអាចបង្កើតអាវុធបានដោយខ្លួនឯងលើពីនេះទៅទៀតឥណ្ឌានៅតែបន្តទិញយន្តហោះពីបរទេសផងដែរឧទាហរណ៍ដូចជាយន្តហោះចម្បាំងប្រភេទ Rafale ពីប្រទេសបារាំងដើម្បីយកធ្វើជាខាំងនិងពង្រឹងនៅផលិតផលក្នុងស្រុកបន្ថែមទៀតផងការទិញសម្ភារៈសភាវុធពីបរទេសនិងអាវុធបង្កើតផ្ទាល់ខ្លួននៅក្នុងស្រុកបានធ្វើឲ្យឥណ្ឌាមានភាពក្លាហានខ្លាំងក្លានិងមិនអាចកាត់ថ្លៃបានតើការវិនិយោគ$7,000 លាននេះមិនមែនគ្រាន់តែជាការទិញយន្តហោះទេប៉ុន្តែតើវាអាចជាជំហានដើម្បីនាំឲ្យឥណ្ឌាក្លាយទៅជាប្រទេសមហាអំណាចឧស្សាហកម្មការពារជាតិដែរឬទេតើអ្នកគិតថាឥណ្ឌាអាចប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិកចិនឬប្រទេសលោកខាងលិចបានដែរឬទេសូមទម្លាក់ comment នៅខាងក្រោមហើយកុំភ្លេចចុច Subscribe ផងសូមអរគុណ